បងប្អូននេះគឺជាការប្រកួតរវាងកីឡាករម៉ូរ៉ូកូម៉ូហាម៉េតអែលអាសាវីបាទហើយកីឡាករបង្គោលខីក្រហមគឺឈឿងល្វីរបស់កម្ពុជាបាទអញ្ចឹងបងប្អូនការប្រកួតនេះគឺធ្វើឡើង3ទឹកបាទអញ្ចឹងបងប្អូនចង់ដឹងថាតើពេញទឹកអត់អញ្ចឹងមានតែតាមដានទស្សនាទាំងអស់គ្នាបាទអាម៉ារីយ៉ានេះយើងឃើញមានម៉ូរ៉ូកូបាទគាត់មកកម្ពុជាយើងច្រើនដែរក្នុងការប្រកួតហើយកីឡាករដែរមកច្រើនជាងគេនៅក្នុងកម្ពុជាយើងនាពេលបច្ចុប្បន្នគឺអ៊ីរ៉ង់បាទឥឡូវជើងល្បីកំពុងតែដេញហើយជើងល្បីដេញកែងហើយអូយបាទកាប់មកកែងបាទកាប់មកកែងនេះមិនចេះអាយរាប់បាត់ហើយមកតែបើដើមទឹកគេបានប្រហែលដើមទឹកมันបាន1នាទីនេះឡើយបងប្អូនអូយ៉ាមកចេះបាទឈឿងល្វីលីបថៅចូលមើលទៅអូយចេះយេដល់មកឈប់សិនមកចេះបាទវ៉ាន់លឿនមកចេះអាយបាទជើងល្វីដួលគូប្រកួតមិនឲ្យតដៃទាន់ទេបងប្អូនបាទអត់ទាន់បាន2នាទីដួលគូហ្មងបាទគ្រាន់តែគោះជួងមកបោះបង់ការប្រកួតបាត់ហើយបាទកីឡាករនេះគេហៅថាកីឡាករខុសសមត្ថភាពគ្នាច្រើនពេកបងប្អូនបាទខុសសមត្ថភាពគ្នាច្រើនពេកដល់ពេលអញ្ចឹងគឺអាណិតកីឡាករបងប្អូនដល់ពេលចេះទៅបាទដោយថាកីឡាករគឺខុសសមត្ថភាពច្រើនពេកដល់ពេលអញ្ចឹងទៅគឺអត់បានយូរទេបងប្អូនអាណិតកីឡាករបង្គោលខៀវបាទហើយក៏អបអរដល់ឈឿងល្បីផងដែរបាទ